ទី8មនុស្សកើតខែកក្កដានរជនប្រុសស្រីកើតចំខែកក្កដាឬខែអាសាឍបើយោងទៅតាមស្លោកគឺជាមនុស្សមានពណ៌សម្បុរកាយដំដែងរូបរាងស្ដើងស្នើបន្តិចជាមនុស្សថ្នាក់កណ្ដាលដែលមិនទាបមិនខ្ពស់ពិសេសទៅទៀតមានការតាក់ទងនឹងរឹកល្អថាបើមនុស្សកើតខែកក្កដាចង់សមាគមគប់មិត្តឲ្យត្រឹមត្រូវគួរជ្រើសយកមនុស្សសម្បុរដំដែងទើបបានជាកល្យានមិត្តមានភក្តីភាពរវាងគ្នានឹងគ្នានិយាយពីកូនបើមនុស្សកើតខែកក្កដាមានកូនប្រុសច្បងគឺសន្មតថាមានសេចក្តីសុខសាន្តនាំមកនៅចម្រើនជារឿយៗផ្ទុយទៅវិញបើអ្នកកើតចំខែកក្កដាមានកូនស្រីច្បងច្រើនមានសេចក្តីព្រួយរំខានខកចិត្តជាការធម្មតាមនុស្សកើតខែកក្កដានេះមានបច្ចាមិត្តផ្ទាល់មានភេទប្រុសលក្ខណៈសក់រួញអង្គាដីភ្នែកលឿងបើស្រីមានដោះសណ្ដាយនិយាយពីគូក្រងអ្នកកើតខែកក្កដាបានទៅលើមនុស្សចិត្តប្រហើនកោងកាចសម្ដីមិនប្រកបប្រជាភូតភកកុហកសម្បូរទៅដោយពាក្យរយរាយមើងងាយប្រហើនកោងកាចទី8មនុស្សកើតខែកក្កដានរជនប្រុសស្រីកើតចំខែកក្កដាឬខែអាសាឍបើយោងទៅតាមស្លោកគឺជាមនុស្សមានពណ៌សម្បុរកាយដំដែងរូបរាងស្ដើងស្នើបន្តិចជាមនុស្សថ្នាក់កណ្ដាលដែលមិនទាបមិនខ្ពស់ពិសេសទៅទៀតមានការតាក់ទងនឹងរឹកល្អថាបើមនុស្សកើតខែកក្កដាចង់សមាគមគប់មិត្តឲ្យត្រឹមត្រូវគួរជ្រើសយកមនុស្សសម្បុរដំដែងទើបបានជាកល្យានមិត្តមានភក្តីភាពរវាងគ្នានឹងគ្នានិយាយពីកូនបើមនុស្សកើតខែកក្កដាមានកូនប្រុសច្បងគឺសន្មតថាមានសេចក្តីសុខសាន្តនាំមកនៅចម្រើនជារឿយៗផ្ទុយទៅវិញបើអ្នកកើតចំខែកក្កដាមានកូនស្រីច្បងច្រើនមានសេចក្តីព្រួយរំខានខកចិត្តជាការធម្មតាមនុស្សកើតខែកក្កដានេះមានបច្ចាមិត្តផ្ទាល់មានភេទប្រុសលក្ខណៈសក់រួញអង្គាដីភ្នែកលឿងបើស្រីមានដោះសណ្ដាយនិយាយពីគូក្រងអ្នកកើតខែកក្កដាបានទៅលើមនុស្សចិត្តប្រហើនកោងកាចសម្ដីមិនប្រកបប្រជាភូតភកកុហកសម្បូរទៅដោយពាក្យរយរាយមើងងាយប្រហើនកោងកាច